ពេលហ្នឹងប្រឡងកណិតហើយប៉ុន្តែចិត្តនៅជាប់ខ្មែរដោយសារប្រឡងអក្សរសាស្ត្រខ្មែរហ្នឹងតែសេចក្តីខ្ញុំអត់ចេះទេធ្វើឲ្យការសរសេររបស់ខ្ញុំវាអត់ល្អលោកគ្រូអញ្ចឹងទៅអារម្មណ៍ខ្ញុំគិតតែពេលហ្នឹងហើយដល់ពេលម៉ោងកណិតខ្ញុំមិនដែលគិតតែរឿងធ្លាក់ហ្នឹងធ្វើឲ្យខ្ញុំច្បោកច្បល់នៅពេលប្រឡងអញ្ចឹងលោកគ្រូអញ្ចឹងទៅលទ្ធផលចេញមកវាធ្លាក់ទាំងអស់ហ្មងលោកគ្រូជំរាបសួរស្វាគមន៍មកកាន់ Startup Podcast ថ្ងៃនេះដែរយើងមានភ្ញៀវកិត្តិយសម្នាក់ដែលគាត់ជាអតីតសិស្ស Startup ឆ្នាំ2025ហើយគាត់ក៏ធ្លាប់ជាបេក្ខជនម្នាក់ដែលបរាជ័យកាលឆ្នាំ2024ដូចគ្នាដែរថ្ងៃហ្នឹងគាត់នឹងមកចែករំលែកពីបទពិសោធន៍មួយចំនួនដែលគាត់បានឆ្លងកាត់ការគាត់រៀននៅឆ្នាំ2024និង2025ចឹងយើងកុំឲ្យខាត់ពេលយូរយើងមកជួបនឹងគាត់ទាំងអស់គ្នាជំរាបសួរគឹមអេងជំរាបសួរមិនដែរសុខទុក្ខយ៉ាងណាដែរមករយៈហ្នឹងគឹមអេងចាលោកគ្រូខ្ញុំសុខសប្បាយធម្មតាលោកគ្រូអូខេអញ្ចឹងគឹមអេងអាចជួយណែនាំខ្លួនតិចទៅកាន់ទស្សនិកជនរបស់យើងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះកគឹមអេងខ្ញុំជាអតីតសិស្សប្រឡងបាក់ឌុបជាប់នៅឆ្នាំ2025ហើយក៏ជាអតីតសិស្សដែលប្រឡងធ្លាក់នៅឆ្នាំ2024អូខេអញ្ចឹងមានន័យថាគឹមអេងធ្លាប់ឆ្លងកាត់បាក់ឌុប2ឆ្នាំហើយត្រូវអត់អញ្ចឹងគឹមអេងអាចជួយរៀបរាប់ទាក់ទងជាមួយនឹងប្រវត្តិនៃការសិក្សារបស់ខ្លួនឯងតិចមកថាពីមុនមកការសិក្សារបស់យើងមិនដែរចាលោកគ្រូពីមុនមកការសិក្សារបស់ខ្ញុំវាអត់សូវល្អហ្មងលោកគ្រូវាបានមកជុំបានធ្វើមកឡើងថ្នាក់លោកគ្រូហើយបន្ទាប់មកខ្ញុំក៏ចូលថ្នាក់អនុវិទ្យាល័យខ្ញុំរៀនពីទី7មកក៏វាអត់សូវនេះហ្មងដែរលោកគ្រូវាមកជុំដូចតបឋមដែរលោកគ្រូហើយដល់ពេលខ្ញុំឡើងទី11ក៏ខ្ញុំរៀងភ្ញាក់ខ្លួនថាខ្លួនឯងចិត្តដល់ថ្នាក់ទី10ចិត្តឡើងថ្នាក់ទី12ហើយបើយើងរៀនដល់ថ្នាក់ទី11អញ្ចឹងយើងត្រូវខំប្រឹងឡើងវិញធ្វើម៉េចឲ្យល្អប្រសើរជាងមុនលោកគ្រូអូខេអញ្ចឹងមានន័យថាពីដើមមកក៏យើងមានជាសិស្សបកកាយអីដែរយើងហ៊ានមកយកត្រឹមតែមកជាប់ឡើងថ្នាក់ឯថាតែពេលចូលវិទ្យាល័យគ្រូឮថាអូខេពេលចូលវិទ្យាល័យយើងបានខំប្រឹងឡើងវិញថាអត់ខំហ៊ានឡើងវិញខ្លាចប្រឡងធ្លាក់បាក់ឌុបអីចឹងទៅតែចុងក្រោយយើងនៅតែធ្វើវាអត់បានកាលឆ្នាំ2024ហ្នឹងអញ្ចឹងគីមេងអាចមើលឃើញពីមូលហេតុឬក៏តាអីខ្លះដែលធ្វើខ្លួនឯងបរាជ័យឬក៏គ្រូនិយាយសួរស្ដាប់ថាអូខេកត្តាអីខ្លះឬក៏មូលហេតុអីខ្លះដែលធ្វើឲ្យយើងប្រឡងធ្លាក់កាលឆ្នាំ2024ហ្នឹងណាចាលោកគ្រូកត្តាដែលខ្ញុំដែលធ្វើឲ្យខ្ញុំប្រឡងធ្លាក់នៅឆ្នាំ2024កត្តាដែលអត់ចេះកំណត់គោលដៅខ្លួនឯងការកំណត់គោលដៅវាជាការដែលនាំផ្លូវឲ្យយើងចេះស្គាល់ពីខ្លួនឯងប៉ុន្តែពេលហ្នឹងខ្ញុំអត់បានកំណត់គោលដៅខ្លួនឯងទេថាខ្លួនឯងនឹងចង់បាននីតិអីហើយយកវាមកដើម្បីអីចឹងលោកគ្រូអញ្ចឹងទៅក៏ធ្វើឲ្យខ្ញុំរៀងភ្លាត់ពេលប្រឡងលោកគ្រូហើយបើការអនុវត្តលំហាត់វិញក៏អត់សូវល្អដែរលោកគ្រូដោយសារពេលហ្នឹងខ្ញុំគិតតែពីរៀនអត់មានគិតថាអនុវត្តខ្លួនឯងនៅផ្ទះអីលោកគ្រូខ្ញុំគិតថារៀនទៅនៅសាលាទៅយើងចេះហើយដល់ពេលមានពេលតនេក៏អនុវត្តដែរប៉ុន្តែវាអនុវត្តលេងសើចអត់ចេះកំណត់នីតិកំណត់ពេលវេលាដែលយើងត្រូវធ្វើ1ម៉ោងហើយប៉ុន្តែអត់ហើយអញ្ចឹងលោកគ្រូហើយអត់យល់ពីការធ្វើលំហាត់អីមួយអញ្ចឹងចំណុចដែលយើងអត់យល់យើងអត់មានអ្នកសួរទៀតដោយសារពេលនៅសាលារដ្ឋពេលឆ្ងល់អីខ្ញុំអត់ហ៊ានសួរគ្រូទេដោយសារមនុស្សច្រើនពេកលោកគ្រូតែមិនខ្លាចខ្មាស់គេប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលអត់សូវមាត់កលោកគ្រូអញ្ចឹងទៅលទ្ធផលចេញមកក៏អត់ល្អតាមនឹងលោកគ្រូហើយមួយទៀតត្រឡប់ចាំសិនហ្នឹងក៏ខ្ញុំជួបខ្លួនឯងផ្ទាល់ហ្មងដោយសារពេលតែញមេរៀនអីគាត់ថាចាំស្អែកឬក៏ចាំតិចទៀតអីចឹងទៅចាំតិចទៀតហើយដល់ពេលដល់ថ្ងៃត្រូវប្រឡងចិត្តឡើងភ័យតែញបានតែមួយអាទិត្យមិនប្រឡងហើយក៏
ពេលប្រឡងធ្វើអត់បានអីចឹងលោកគ្រូ ចឹងមានន័យថាមានកត្តាគូផ្សំច្រើនណាស់ថាអត់មិញគ្រូចាប់បានតកតងមួយការកំណត់គោលដៅតកតងមួយការកំណត់គោលដៅយើងពីដើមឆ្នាំអត់បានកំណត់គោលដៅទេត្រូវអត់ហើយដល់ពេលហ៊ានឲ្យតែបានចឹងទៅនឹកឃើញចង់ហ៊ានក៏ហ៊ាននឹកឃើញចង់អត់ក៏អត់ចឹងទៅត្រូវអត់ចឹងទៅធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពេលវេលាដូចជាដើរលឿនយើងចំណាយពេលចោលអត់ប្រយោជន៍ត្រូវអត់អញ្ចឹងតកតងមួយកណ្ដាកំណត់គោលដៅគ្នាយើងក៏សំខាន់ដូចគ្នាគោលដៅគឺជាកម្លាំងមួយដែលទាញយើងឲ្យយើងដើរទៅមុខណាអញ្ចឹងនៅពេលដែលយើងហ៊ានយើងត្រូវតែមានគោលដៅនៅខ្លួនឯងឲ្យច្បាស់លាស់ថាយើងចង់បានអីឲ្យពិតប្រាកដពីការហ៊ានហ្នឹងហើយទី2អីគេមិញតកតងជាមួយនឹងការអនុវត្តលំហាត់ត្រូវអត់សូវបានអនុវត្តលំហាត់អាហ្នឹងជាមួយផ្នែកដែលគ្នាយើងភាគច្រើនអាចនឹងយកច្រឡំថាឲ្យតែហ៊ានឲ្យតែច្រើនទៅដឹងថាបកកែដឹងថាខ្លាំងហើយត្រូវអត់ប៉ុន្តែពេលដែលយើងគិតតែពីហ៊ានពីគ្រូយកតែទិសដៅមកតែខ្លួនឯងអត់បានអនុវត្តពេលតែប្រឡងមែនទែនអត់ដឹងសេចេញពីណាតាណាឯត្រូវអត់ហើយមួយទៀតដូចជាអត់មានអ្នកកែតម្រូវថាអត់មានន័យថាពេលដែលយើងហ៊ានយើងធ្វើអីទៅខុសអត់ហ៊ានសួរគ្រូធម្មតាពេលដែលយើងធ្វើខុសអត់ហ៊ានសួរគ្រូអត់ដឹងថាខ្លួនឯងខុសកន្លែងណាខ្វះខាតកន្លែងណាអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃយើងនៅតែដដែលយើងអត់ដឹងថាខ្លួនឯងខុសអីត្រូវអីទេអាហ្នឹងក៏ជាមួយចំណុចដូចគ្នាដែរហើយចំណុចចុងក្រោយប្រហែលជាគ្នាយើងភាគច្រើនអាចនឹងប្រកាន់ខ្ជាប់អាផ្នត់កំណត់មួយចាំសិនដូចគ្នាដែរអាហ្នឹងគ្រោះថ្នាក់ណាមិនថាគ្នាយើងកំពុងតែរៀនឬក៏រៀនចប់ដូចគ្នាអាផ្នត់កំណត់ចាំសិនហ្នឹងគឺគួរថ្នាក់មែនតើយើងចាំហើយចាំទៀតគឺចាំគ្រប់ពេលហ្មងអញ្ចឹងគួរតែលុបអាផ្នត់កំណត់ចាំសិននឹងចេញពីខ្លួនឲ្យបានអញ្ចឹងតាក់ទងមកគីមអេងវិញតាក់ទងជាមួយពេលហ្នឹងបន្ទាប់ពីយើងដឹងលទ្ធផលខ្លួនឯងហើយដឹងថាខ្លួនឯងធ្លាក់អារម្មណ៍ពេលហ្នឹងរបស់ខ្លួនឯងមិនដែរ អារម្មណ៍ពេលហ្នឹងខ្ញុំបាក់និយាយលោកគ្រូរបៀបវាយើងខកចិត្តហើយគិតថាខ្លួនឯងហ្នឹងអន់គ្រាន់តែលទ្ធផលប៉ុណ្ណឹងយកអត់បានអីចឹងលោកគ្រូហើយអាពេលដែលចេញលទ្ធផលហ្នឹងខ្ញុំក៏អាពេលដែលមុននឹងចេញលទ្ធផលខ្ញុំគិតខ្លួនឯងដែរនឹងលោកគ្រូដោយសារពេលហ្នឹងប្រឡងកណិតហើយឯប៉ុន្តែចិត្តនៅជាប់ខ្មែរដោយសារការពេលប្រឡងខ្មែរប្រឡងអក្សរសាស្ត្រខ្មែរហ្នឹងតែសេចក្តីខ្ញុំអត់ចេះទេដោយសារខ្ញុំអត់បានរៀនតាំងពីដើមឆ្នាំលោកគ្រូដល់ពេលបានប្រហែលជាចិត្តប្រឡងបាក់ឌុប2ខែអីហ្នឹងខ្ញុំរៀនអញ្ចឹងទៅធ្វើឲ្យរបៀបការសរសេររបស់ខ្ញុំវាអត់ល្អលោកគ្រូអញ្ចឹងទៅអារម្មណ៍ខ្ញុំគិតតែពេលហ្នឹងហើយដល់ពេលម៉ោងគណិតខ្ញុំមិនដែលគិតតែរឿងធ្លាក់ហ្នឹងធ្វើឲ្យខ្ញុំច្បោកច្បល់នៅពេលប្រឡងអញ្ចឹងលោកគ្រូអញ្ចឹងទៅលទ្ធផលចេញមកវាធ្លាក់ទាំងអស់ហ្មងលោកគ្រូ អញ្ចឹងមានន័យថាបន្ទាប់ពីប្រឡងហើយយើងដឹងខ្លួនឯងថាអាចនឹងធ្លាក់ត្រូវអត់ដោយសារយើងខ្លួនឯងធ្វើអត់បានល្អចុះកំឡុងពេលហ្នឹងដែរខ្លួនឯងផ្ទាល់មានអារម្មណ៍មិនលក្ខណៈថាយើងអាចមានសម្ពាធពីមនុស្សជុំវិញខ្លួនឬក៏អារម្មណ៍ខ្លួនឯងផ្ទាល់មិនដែរពេលហ្នឹង ពេលហ្នឹងខ្ញុំរៀងមានសម្ពាធលើខ្លួនឯងហ្មងលោកគ្រូបើអ្នកផ្សេងគាត់អត់សូវដាក់សម្ពាធលើយើងហ្មងទេសម្ពាធលើខ្លួនឯងដោយសារខ្ញុំចង់យកលទ្ធផលល្អមួយសម្រាប់គ្រួសារអញ្ចឹងណាប៉ុន្តែចុងក្រោយវាយកអត់បានហើយវារៀងខកចិត្តដែរដោយសារយើងខំប្រឹងរៀនដែរប៉ុន្តែយកលទ្ធផលនឹងអត់បានអញ្ចឹងលោកគ្រូ មានន័យថាមនុស្សជុំវិញខ្លួនគេអត់បានដាក់សម្ពាធអីលើយើងទេតែអារម្មណ៍របស់យើងខ្លួនឯងមានអារម្មណ៍ថាខុសឆ្គងចំពោះអ្នកផ្ទះក៏ដូចជាខុសឆ្គងចំពោះខ្លួនឯងថាគិតថាអូខេរៀន12ឆ្នាំតែលទ្ធផលបាក់ឌុបមួយយើងអាចធ្វើវាបានអារម្មណ៍ខកចិត្តថាអូខេចុះពេលហ្នឹងដែរគ្រូឃើញចំណុចពិសេសរបស់គីមអេងមួយជាទូទៅសិស្សភាគច្រើនបើគាត់បរាជ័យអញ្ចឹងណាតម្រាំតែគាត់អាចទាញខ្លួនឯងមកវិញបានគឺគាត់ចំណាយពេលយូរមែនតើអ្នកខ្លះចូលកន្លះឆ្នាំអីឲ្យបន្ទាញខ្លួនឯងបានតែគីមអេងគ្រូឃើញល្អជាងគេពេលហ្នឹងគេប្រកាសលទ្ធផលបាក់ឌុប2024ដូចជាចុងខែ10ត្រូវអត់មិនតែពេលហ្នឹងពេលដែល start up យើងទៅបើកនៅសៃកែវម្ដុំដើមខែ12ពាក់កណ្ដាលខែ12ហ្នឹងគ្រូឃើញគីមអេងចុះឈ្មោះចូលរៀនមុនគេតើអាទាំងអស់ហ្នឹងណា
គេមិនមានកតាអីនៅពីក្រោយខ្នងឬក៏មើលឃើញអាបរាជ័យខ្លួនឯងហ្នឹងជាអីគេមួយដែលជំរុញយើងឲ្យយើងអាចទាញខ្លួនឯងមកបានណា ចាលោកគ្រូការមើលឃើញពីចំណុចដែលខ្ញុំអាចទាញខ្លួនឯងបានយើងត្រូវទទួលស្គាល់លទ្ធផលដែលធ្លាក់ដែលយើងទទួលបាននៅពេលដែលគេប្រកាសនឹងហើយយើងត្រូវដកខ្លួនត្រូវក្រោកឈរឡើងវិញអឺដើម្បីលុបបំបាត់អាភាពខកចិត្តហ្នឹងលោកគ្រូហើយកត្តាដែលជំរុញឲ្យខ្ញុំរៀនម្ដងទៀតកត្តាប៉ាម៉ាក់លោកគ្រូហើយនឹងបងខ្ញុំ ចាំមានន័យថាយើងហ៊ានប្រឈមមុខជាមួយនឹងបរាជ័យនឹងយើងចេញធំជាងគេខ្លួនឯងជឿអត់ឲ្យតែយើងហ៊ានទទួលយកបរាជ័យនឹងហើយហ៊ានជំនះវាអាហ្នឹងគឺជារឿងប្រសើរហើយមួយទៀតកត្តាគ្រួសារជាផ្នែកមួយសំខាន់គឺជឿថាជាផ្នែកសំខាន់មួយដែលជំរុញយើងឲ្យយើងខំប្រឹងឡើងវិញឥឡូវបន្តតទៅជាមួយនឹងពេលដែលយើងអូខេយើងប្រឡងធ្លាក់ហើយមានម៉ាក់ប៉ាមានបងមានមិត្តភ័ក្តិហើយខ្លួនឯងជាកម្លាំងចិត្តដើម្បីជំរុញឲ្យខ្លួនឯងខំប្រឹងឡើងវិញហើយអញ្ចឹងពីដើមឆ្នាំហេតុអីបិណ្ឌគឹមឯងចាប់អារម្មណ៍ទៅលើសាលា start up ចុះឈ្មោះចូលរៀននៅ start up ចាលោកគ្រូដោយសារខ្ញុំបានមើលវីដេអូខ្លះពី start up ដែរហើយឃើញគាត់រៀនឆាប់យល់លោកគ្រូអញ្ចឹងទៅខ្ញុំសម្រេចចិត្តរៀននៅសាលា start up ហ្មងទៅលោកគ្រូ អញ្ចឹងយើងមិនមែនបាន start up ហ្នឹងតែពីបងទេយើងខ្លួនឯងក៏បានមើលដូចគ្នាដែរថាសាលា start up គេហ៊ានម៉េចគេបងបាក់កូនសិស្សម៉េចខ្លួនឯងផ្ទាល់ដែរត្រូវអត់ហើយក៏ចុះឈ្មោះមកចូលរៀននៅ start up ទៅគឺមែនពេលហ្នឹងមានការភ័យរៀនខ្លួនឯងច្បាស់លាស់វិញនៅមានន័យថាយើងមានការភ័យរៀនម៉ោងណាត្រូវរៀនអីម៉ោងណាត្រូវរៀនអីឬក៏យើងនៅតែរៀនទៅតាមនឹកឃើញដដែលដោយកាលឆ្នាំមុនណា ចាលោកគ្រូខ្ញុំបានរៀបកាលភាគតាមម៉ោងដែលយើងរៀនរត់ហើយនឹងម៉ោងដែលយើងរៀននៅផ្ទះលោកគ្រូដូចឧទាហរណ៍ថាពេលថ្ងៃស្អែកឡើងយើងរៀនកណិតរូបអីចឹងទៅយើងត្រូវរៀនធៀមពីយប់មកហើយចឹងលោកគ្រូដើម្បីពេលយើងទៅរៀននៅសាលាវាស្រួលក្នុងការរៀនចឹងលោកគ្រូ អាហ្នឹងជាចំណុចមួយសំខាន់ដូចគ្នាដែរណាយើងមាន schedule ច្បាស់លាស់ខ្លួនឯងថ្ងៃណាត្រូវរៀនអីពេលណាត្រូវរៀនអីចឹងទៅក៏ជួយឲ្យយើងរៀបចំពេលវេលារៀនខ្លួនឯងបានច្បាស់លាស់ដូចគ្នាអាហ្នឹងក៏ជាចំណុចសំខាន់ដូចគ្នាដែរណាជាតកតងជាមួយនឹងពេលដែលចូលរៀនពីដើមឆ្នាំណាពេលដែលចូលទៅមានអារម្មណ៍មួយថាអូខេខ្លាចគេដឹងថាខ្លួនឯងជាសិស្សដែលធ្លាប់ធ្លាក់ឬក៏មានអារម្មណ៍មួយខ្លាចគេបូលីឬក៏អីអត់ ចាលោកគ្រូខ្ញុំអត់មានអារម្មណ៍អញ្ចឹងទេលោកគ្រូដោយសារយើងទទួលស្គាល់យើងប្រាប់ពីបទពិសោធន៍យើងទៅគេអញ្ចឹងលោកគ្រូ អញ្ចឹងមានន័យថាយើងអត់មានអារម្មណ៍មួយខ្មាស់គេអត់មានអារម្មណ៍មួយអីទេខណៈតែយើងអាចនឹងចែកលេខថាអូខេពេលដែលយើងបរាជ័យគឺវាមានកត្តាអីគេខ្លះអាហ្នឹងផ្នែកមួយជួយមិត្តភ័ក្តិរបស់យើងដែរត្រូវអត់អូខេចុះពីហ្នឹងមកពេលដែលយើងចាប់ផ្ដើមចូលរៀននៅ start up ពេលដែលចូលដំបូងមិនដែរមានអារម្មណ៍មិនដែរពេលដែលចូលទៅដល់ក្នុងថ្នាក់ដំបូង ចាលោកគ្រូពេលចូលដំបូងរៀងភ័យលោកគ្រូ ហើយ ដោយសារខ្ញុំអត់សូវនេះហងលោកគ្រូអត់សូវជីងក្រៅទៅពេលអញ្ចឹងទៅរៀងខ្លាចគ្រូ ខ្លាចគ្រូហើយធម្មតា ដោយសារថ្មីលោកគ្រូ គេធម្មតាចេញពីមនុស្ស introvert ត្រូវអត់ចេញពីមនុស្ស introvert ដល់ពេលទៅចូល start up ក្នុងមួយថ្នាក់មានសិស្ស 4-5 នាក់អញ្ចឹងទៅហើយក្តារខៀនពេញដល់ពេលមើលទៅឃើញមនុស្សច្រើនអញ្ចឹងភ័យហ៎អូខេចុះតកតងជាមួយនឹងពេលហ្នឹងពេលដែលយើងចាប់ផ្ដើមទាញខ្លួនឯងណាពីមុនយើងមិនមានទម្លាប់អត់ល្អច្រើនពេលដែលយើងចាប់ផ្ដើមពីដើមឆ្នាំយើងតាំងចិត្តរៀនសូត្រអញ្ចឹងតើវាពិបាកអត់ក្នុងការបដូរទម្លាប់ពីទម្លាប់មួយដែលអូខេយើងចិត្តតែចាំសិនទម្លាប់មួយដែលយើងរៀនអត់មានគោលដៅទម្លាប់មួយដែលយើងរៀនឲ្យតែបានអញ្ចឹងហើយបដូរមកទម្លាប់ថ្មីវាពិបាកសម្រាប់ខ្លួនឯងអត់ ចាលោកគ្រូរៀងពិបាកដែរលោកគ្រូដោយសារយើងត្រូវទាញខ្លួនឯងឲ្យបានអញ្ចឹងលោកគ្រូអញ្ចឹងយើងត្រូវពុតខ្លួនឯងពីដើមឆ្នាំមកវិញអញ្ចឹងលោកគ្រូរៀងពិបាកសម្រាប់ខ្ញុំបន្តិចដែរលោកគ្រូ តកតងមួយបដូរទម្លាប់ពិបាកក្នុងការបដូរទម្លាប់របស់ខ្លួនឯងថាអត់ពេលហ្នឹងមានពីណាខ្លះជួយ support ពីក្រោយអត់ដូចជាអ្នកផ្ទះឬក៏មិត្តភ័ក្តិឬក៏ណាគេផ្សេងទៀតដែលគាត់ជួយជំរុញយើងពីក្រោយអត់ ចាលោកគ្រូមានច្រើនដែរលោកគ្រូមានទាំងប៉ាម៉ាក់ទាំងបងប្អូនហើយមិត្តភ័ក្តិគាត់ឆាតមកលើកទឹកចិត្តរហូតនឹងលោកគ្រូ
ចឹងមានន័យថាថ្មីត្បិតតែយើងចាប់ផ្ដើមបបាក់មែនតែមានមនុស្សនៅពីខាងក្រោយខ្នងជួយ support យើងច្រើនទៅយើងជំនះទាំងអស់នឹងបានត្រូវអត់ជប់ពេលហ្នឹងពេលដែលចូល start up ហើយពេលដែលប្រឡងពេលហ្នឹងដូចជាចូលគៀកឆៅមាសមួយដែរត្រូវអត់ពេលដែលចេញលទ្ធផលឆៅមាសមួយហើយពេលខ្លួនឯងមើលឃើញលទ្ធផលខ្លួនឯងផ្ទាល់មានអារម្មណ៍មិនដែរគិតថាខ្លួនឯងអូខេប្រសើរជាងមុនឬក៏គិតថាខ្លួនឯងអត់តាន់បានអីរីកចម្រើនជាងមុនទេ ចាលោកគ្រូរៀងប្រសើរជាងមុនលោកគ្រូដោយសារខ្ញុំធ្វើវារៀងអត់សូវភ្លាត់ទេលោកគ្រូយើងអនុវត្តលំហាត់បានច្រើនដែរលោកគ្រូតែចឹងទៅអត់សូវភ័យហ្មង ហើយយើងពេលឃើញលទ្ធផលឆមាសមួយហើយសប្បាយចិត្តជាងមុនទេត្រូវអត់អូខេចុះចូលឆមាសពីរអារម្មណ៍ខ្លួនឯងពេលដែលចូលចាប់ផ្ដើមចូលឆមាសពីរវាគៀកបាក់ដប់ដែរហើយអារម្មណ៍ខ្លួនឯងនៅដិតដាមជាមួយនឹងអារឿងដែលយើងធ្លាប់ជួបកន្លងមកឬក៏វាលក្ខណៈអារម្មណ៍យើងមក100%ហើយណា ចាលោកគ្រូពេលហ្នឹងអត់មានអារម្មណ៍ថាគិតពីឆ្នាំមុនទៀតលោកគ្រូយើងគិតតែពីរៀនហើយតាំងចិត្តរៀនខ្លួនឯងអញ្ចឹងលោកគ្រូតាំងចិត្តក្នុងការប្រឡង គ្រូសរសើរមែនអញ្ចឹងអារម្មណ៍មកថាត្រឹមឆមាសពីរយើងអាចទាញខ្លួនឯងមកបាន100%ពិតជាខ្លាំងមែនអញ្ចឹងពេលចូលមកដល់បន្តទៀតយើងចូលទៅដល់ការប្រឡងសាកបាក់ឌុបឲ្យធ្វើអត់ប្រឡងសាកបាក់ឌុបនៅ start up ដូចយើងដឹងហើយវិញ្ញាសាគឺស្តង់ដារបាក់ឌុបធ្វើអត់ ចាលោកគ្រូ តែពេលហ្នឹងពេលដែលយើងប្រឡងហើយយើងទទួលបានលទ្ធផលអីដែរ ចាលោកគ្រូពេលហ្នឹងខ្ញុំទទួលបានលទ្ធផលដូចជា D លោកគ្រូ ជា D ថាមិនដែរពេលបាន D អញ្ចឹងគិតថាសប្បាយចិត្តអីបានលទ្ធផល D ហ្នឹងពេលបាក់ឌុបដឹងថាអាចធ្វើបានប៉ុណ្ណឹងឬក៏ខ្លួនឯងចង់បន្ថែមលើហ្នឹងទៀតអញ្ចឹងណា ចាលោកគ្រូខ្ញុំគិតថាពេលដែលយើងប្រឡងមែនតើអាចនឹងបានលើនឹងលោកគ្រូហើយខ្ញុំកំណត់ខ្លួនឯងថាចង់បាននីតាស B ឬក៏ C លោកគ្រូតែលទ្ធផលចេញមកបាន C លោកគ្រូ បាន C ថាពីពេលគៀកបាក់ឌុបមែនតើណាអារម្មណ៍ពេលដែលគៀកបាក់ឌុបមែនតើភ័យអត់ ភ័យលោកគ្រូភ័យអាពេលប្រឡងមុនដំបូងគេគឺប្រវត្តិហ្នឹងមកលោកគ្រូមុខវិជ្ជាទន្ទិញ ពិបាកក្នុងការទន្ទិញថាអត់ចូលចិត្តមុខវិជ្ជាទន្ទិញពេលហ្នឹងគ្រូចង់ដឹងអារម្មណ៍យើងមួយទៀតអារម្មណ៍យើងពេលដែលយើងប្រឡងបាក់ឌុបផ្ទាល់កាលឆ្នាំ2024និងអារម្មណ៍ដែលយើងប្រឡងផ្ទាល់នៅឆ្នាំ2025តើអារម្មណ៍ពីរហ្នឹងមិនដែរវាខុសគ្នាមិន ចាលោកគ្រូអារម្មណ៍ពីរហ្នឹងវាខុសគ្នាខ្លាំងមកលោកគ្រូដោយសារឆ្នាំ2024យើងអត់មានបានធៀមខ្លួនអីណាស់ណាឯងលោកគ្រូតែឆ្នាំ2025យើងបានធៀមខ្លួនរៀងច្បាស់លាស់អញ្ចឹងលោកគ្រូ អញ្ចឹងអារម្មណ៍ពេលហ្នឹងគឺអូខេថាអត់ចេញមកដឹងតែសង្ឃឹមថាខ្លួនឯងដឹងតែប្រឡងចប់ដឹងតែបានលទ្ធផលល្អឲ្យថាអត់ ចាលោកគ្រូ ពីពេលទៅស្ដាប់លទ្ធផលមែនតែនពេលដែលដឹងថាខ្លួនឯងបាននីតិ C អញ្ចឹងណាសប្បាយចិត្តប៉ុណ្ណាទៅ ហ៊ីស្វ័យចិត្តខ្លាំងលោកគ្រូ ស្បាយចិត្តខ្លាំងហើយពេលហ្នឹងហត់ទៅប្រាប់ពីណាគេមុនគេពេលដែលដឹងលទ្ធផលហើយ ពេលដែលដឹងលទ្ធផលខ្ញុំបានខលទៅម៉ាក់ប្រាប់គាត់ថាខ្ញុំជាប់នីតាស C អញ្ចឹងលោកគ្រូ ម៉ាក់ឆ្លើយមិនទៅ ម៉ាក់គាត់ថាល្អកូនហើយគាត់ថារៀងគាត់របៀបគាត់សប្បាយចិត្តណាលោកគ្រូគាត់ទៅសើយើង គេមែនមិញគ្រូចាប់បានថាឆ្នាំមុនយើងអត់ចូលចិត្តមុខវិជ្ជាទន្ទិញទេធ្វើអត់អញ្ចឹងតែឆ្នាំនេះគឹមអេងបង្កើតទម្លាប់មិនឲ្យខ្លួនឯងតាក់ទងជាមួយនឹងមុខវិជ្ជាទន្ទិញហ្នឹងដែលធ្វើឲ្យខ្លួនឯងប្រឡងជាប់មុខវិជ្ជាទន្ទិញហ្នឹងបានណា ចាលោកគ្រូត្រឡប់ដែលខ្ញុំទិញមេរៀនហ្នឹងគឺដំបូងខ្ញុំអានវាឲ្យយល់សិនបន្ទាប់មកយល់ហើយបាទយើងចាប់ដើមទិញអញ្ចឹងលោកគ្រូបើយើងភ្លេចយើងទៅមើលវាម្ដងទៀតហើយទិញវាទៅលោកគ្រូ គេចឹងមានថាព្យាយាមអានឲ្យយល់សិនហើយចាំតែទន្ទិញវាឲ្យរត់មាត់មកវិញធ្វើអត់អញ្ចឹងតាក់ទងមួយមុខវិជ្ជាទន្ទិញហ្នឹងហើយចុងក្រោយបងអូនមានអីផ្ដាំផ្ញើទៅកាន់សិស្សបងអូនរបស់យើងដែលគាត់ធ្វើអត់បានល្អពីឆ្នាំមុនក៏ដូចជាឆ្នាំនេះផ្ទាល់ថាពេលដែលគាត់បរាជ័យអញ្ចឹងគាត់គួរតែធ្វើមិនខ្លះដើម្បីទាញខ្លួនឯងឲ្យមកស្ថានភាពដូចយើងបច្ចុប្បន្នអញ្ចឹងណា ជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅមិត្តភ័ក្តិហើយនឹងបងប្អូនដែលបានប្រឡងធ្លាក់នៅឆ្នាំ2025នេះសូមកុំអស់សង្ឃឹមត្រូវព្យាយាមងើបឡើងវិញហើយបន្តទៅមុខទៀតហើយយើង
នៅពីក្រោយយើងតែងតែមានគ្រួសារគាត់ជួយលើកទឹកចិត្តអីចឹងកុំធ្វើឲ្យគាត់អស់សង្ឃឹមហើយអឺត្រូវបង្កើតពាក្យខ្លួនឯងដើម្បីជាកម្លាំងចិត្តអឺពាក្យដែលខ្ញុំបង្កើតខ្លួនឯងគឺគេធ្វើបានយើងក៏ធ្វើបាន អូខេអញ្ចឹងសម្រាប់មកវិញគ្នាយើងតន់ណាយកពាក្យផ្ដាំផ្ញើរបស់សាច់ច្បងរបស់យើងទៅបរាជ័យវាមិនមែនជាអីមួយដែលមកកំណត់ជោគវាសនារបស់យើងទេសំខាន់យើងខ្លួនឯងយើងហ៊ានប្រឈមមុខជាមួយវាអត់យើងអាចជំនះវាអត់បើយើងជំនះវាបានយើងនឹងទទួលជោគជ័យដូចសាច់ច្បងយើងគាត់កំពុងតែនិយាយហ្នឹងអញ្ចឹងអញ្ចឹងពីមេអញ្ចឹងមានអីចង់ផ្ដាំផ្ញើឬក៏អរគុណទៅកាន់ម៉ាក់ប៉ាក៏ដូចជាពីណាគេខ្លះដែលគាត់រួមចំណែកជួយយើងជំរុញយើងមកដល់សប្តាហ៍ហ្នឹងណា ចាលោកគ្រូខ្ញុំសូមអរគុណទៅដល់ប៉ាម៉ាក់ហើយនិងបងរបស់ខ្ញុំដែលគាត់តែងតែជំរុញលើកទឹកចិត្តខ្ញុំហើយនិងមិត្តភ័ក្តិដែលតែងតែផ្ញើសារផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំអរហើយលោកគ្រូ អញ្ចឹងមុននឹងបញ្ចប់ podcast គ្រូក៏មានកដោមួយជូនយើងដូចគ្នាដែរអញ្ចឹងសភៅហ្នឹងគឺល្អសម្រាប់យើងជាយុវវ័យតើតើមួយទម្លាប់របស់យើងដូចគ្នាដែរអញ្ចឹងណាអញ្ចឹងសរុបមកវិញតើតើជាមួយនឹងអ្វីដែលយើងអាចរៀនសូត្របានពី podcast មួយនេះទី1តើតើជាមួយនឹងការកំណត់គោលដៅអញ្ចឹងតើតើមួយការកំណត់គោលដៅសំខាន់មែនទែនពិសេសគ្នាយើងដែលត្រូវប្រឡងទី12ជាទៀតអញ្ចឹងការកំណត់គោលដៅគឺជារឿងសំខាន់គោលដៅគឺជាកត្តាមួយដែលអូសទាញយើងក៏ដូចជាជំរុញយើងឲ្យខំប្រឹងបញ្ចេញសកម្មភាពនៅពេលដែលយើងហ៊ានទាំងដែលអត់ដឹងគោលដៅខ្លួនឯងថាចង់បានអីឲ្យពិតប្រាកដទេសកម្មភាពក៏ដូចជាកម្លាំងចិត្តដែលយើងមានសម្រាប់ការហ៊ានហ្នឹងក៏វាអត់សូវមានដូចគ្នាដែរទី2តកតងជាមួយនឹងការសេពគប់មិត្តភ័ក្តិការសេពគប់មិត្តភ័ក្តិហ្នឹងគឺសំខាន់មែនតើនៅពេលដែលយើងសេពគប់មិត្តភ័ក្តិខុសយើងនឹងដើរទៅផ្លូវខុសពេលដែលយើងសេពគប់មិត្តភ័ក្តិត្រូវយើងនឹងដើរទៅផ្លូវត្រូវសេពគប់មិត្តភ័ក្តិត្រូវហ្នឹងមិនមានន័យថាឧទាហរណ៍បើយើងចង់ហ៊ានបកកែឬក៏យើងចង់បានលទ្ធផលល្អអញ្ចឹងមិត្តភ័ក្តិដែលយើងសេពគប់ត្រូវតែជាមិត្តភ័ក្តិដែលគាត់មានគោលដៅដូចយើងគាត់ចង់បកកែដូចយើងគាត់ចង់បាននីតិល្អដូចយើងឧទាហរណ៍យើងចង់ចេះជំនាញអីមួយអញ្ចឹងទៅជំនាញអគ្គិសនីយើងសេពគប់មិត្តភ័ក្តិដែលគាត់ហ៊ានឬក៏គាត់ចូលចិត្តជំនាញហ្នឹងដូចគ្នាទៅយើងអាចជួយគ្នាជំរុញគ្នាឲ្យធ្វើដំណើរទៅមុខបានទាំងអស់គ្នាហើយចំណុចទី3ជាចំណុចពិសេសដូចគ្នាដែរតាក់ទងជាមួយនឹងការលើកទឹកចិត្តចំណុចនេះដែរជាការសំណូមពរទៅកាន់អាណាព្យាបាលដូចគ្នាដែរនៅពេលដែលកូនគាត់ទទួលបរាជ័យពេលហ្នឹងគាត់អត់អាចធ្វើអីបានទេក្នុងនាមយើងជាអាណាព្យាបាលទោះបីជាយើងទៅស្ដីបន្ទោសថាឲ្យគាត់ក៏អត់អាចជួយអីគាត់បានដែរអញ្ចឹងអីដែលយើងអាចផ្ដល់ឲ្យគាត់បានគឺការលើកទឹកចិត្តការលើកទឹកចិត្តគឺសំខាន់មែនទែននៅពេលដែលគាត់បរាជ័យអញ្ចឹងហើយមនុស្សដែលសំខាន់បំផុតសម្រាប់គាត់ទៅជួយណែនាំជួយលើកទឹកចិត្តគាត់គឺជាកត្តាធំបំផុតដែលអាចឲ្យគាត់ជំនះឧបសគ្គក៏ដូចជាបរាជ័យដែលគាត់មាននឹងអាចទៅមុខបានអញ្ចឹងជាការសំណូមពរទៅកាន់អាណាព្យាបាលបើកូនគាត់ធ្វើអត់បានល្អគួរតែព្យាយាមជួយលើកទឹកចិត្តគាត់ជំរុញគាត់ឲ្យគាត់ខំប្រឹងបន្តទៅមុខទៀតជាចុងក្រោយ podcast របស់យើងក៏ឈានមកដល់ទីបញ្ចប់ដូចគ្នាដែរអញ្ចឹងអរគុណទៅដល់ទស្សនិកជនទាំងអស់គ្នាដែលបានស្ដាប់ podcast មួយនេះអរគុណសូមជម្រាប